សួរថ្ងៃនេះយើងបន្តរៀនអំពីការបញ្ចេញសំឡេងយើងកំពុងតែរៀនអំពីសំឡេងស្រៈអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពីសំឡេង e អញ្ចឹងអង់គ្លេសហៅ long e long e អូខេទី1នៅពេលដែលយើងមានអក្សរ e ហើយនឹង e ជាប់គ្នាអានឹងយើងអានចេញសំឡេង e អញ្ចឹងយើងមាន see meet street beef ទី2នៅពេលដែលយើងមានពាក្យដែលមានអក្សរ I E ជាប់គ្នាអានឹងយើងអាចអានចេញ E ដូចគ្នាឧទាហរណ៍ thief niece believe movie ទី3នៅពេលដែលយើងមានពាក្យដែលមានអក្សរ E A ជាប់គ្នាអានឹងយើងអានចេញ E ដែរឧទាហរណ៍ eat dream meet ទី4ពេលខ្លះមានពាក្យដែលមានអក្សរ Y ជាចុងបញ្ចប់អាហ្នឹងគឺយើងអាចអាន E ដែរឧទាហរណ៍ any funny friendly ទី5ពេលដែលយើងមានពាក្យដែលមានអក្សរ E I ជាប់គ្នាអាហ្នឹងយើងអានចេញ E ដែរឧទាហរណ៍ receipt caffeine protein ទី6នៅពេលដែលយើងមានអក្សរ E បន្ទាប់មកភញ្ជននាបន្ទាប់មកអក្សរ E មួយទៀតអាហ្នឹងយើងអាចអានចេញ E ដូចគ្នាដូចអក្សរ A ភញ្ជននា E អាហ្នឹងយើងអានចេញ A អានេះ E ភញ្ជននា E យើងអានចេញ E ឧទាហរណ៍ here these complete ហើយចុងក្រោយពេលដែលយើងមាន e ទទេពេលខ្លះគឺយើងអានចេញ e ដែរឧទាហរណ៍ me he ឬក៏ខាងមុខ equal អញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយយើងអំពីការអានហើយនិងការបញ្ចេញសំឡេងអតិតក្រោយយើងនឹងមានមេរៀនមួយទៀតអំពីការបញ្ចេញសំឡេង